សួស្តីបងប្អូនទាំងអស់គ្នាក្នុងរាត្រីនេះខ្ញុំសូមលើកយករឿងមួយមកចែកជូនដល់បងប្អូនអ្នកស្ដាប់រឿងនេះដែរគឺបានកើតឡើងនៅភូមិបាក់ស្នាស្រុកបារាយខេត្តកំពង់ធំកាលពីឆ្នាំ2012នៅតំបន់ដាច់ស្រយាលពីភូមិមួយទៅភូមិមួយមានដើមឈើធំដែលមនុស្សភាគច្រើនមិនសូវហ៊ានធ្វើដំណើរឆ្លងកាត់ទីនោះទេជាពិសេសគឺនៅពេលយប់កន្លែងនោះមានដើមឈើដុះជ្រូងច្រាំងមានផ្លូវតូចដែលមនុស្សអាចដើរឆ្លងកាត់ទីនោះបានតែមានភាពងងឹតស្លុបនៅចំកណ្ដាលព្រៃមានដើមចំបក់យ៉ាងធំមួយមានអាយុកាលជាង 1000 ឆ្នាំដើមចំបក់នោះតាំងពីបុរាណត្រូវបានគេនិយាយថាគឺជាកន្លែងផ្ដល់ខ្យល់ចេញចូលក្នុងព្រៃឲ្យមានភាពរស់រវើកនៃដើមឈើទាំងឡាយនិងជាទីស្នែងឋានអារក្សនានាមិនឆ្ងាយពីព្រៃនោះប៉ុន្មានមានភូមិមួយកាលវេលាដល់រដូវបុណ្យទានធំមនុស្សក្នុងភូមិភាគច្រើនក៏រវល់រៀបចំចម្អិនបាយទឹកនំចំណីដើម្បីទទួលទានជុំគ្នាចុងភូមិទៅតាមរដូវកាលក្មេងៗរត់លេងសប្បាយរីករាយពេលយប់ក៏ត្រជាក់ខ្លាំងសំឡេងស្លឹកឈើប៉ះគ្នានាពេលយប់ឮសូរជ្រងច្រាំងធ្វើឲ្យមនុស្សស្ទើរតែលង់លក់ទៅតាមសំឡេងយប់មួយមានក្រុមយុវជន4នាក់រិទ្ធម៉ានសុភានិងតារាដែលរស់នៅម្ខាងព្រៃពីភូមិមួយទៀតបានសម្រេចចិត្តដើរឆ្លងកាត់ព្រៃនោះដើម្បីទៅមើលកន្លែងរៀបចំបុណ្យពួកគេធ្លាប់ដឹងថាព្រៃខាងលើចាស់បាននិយាយថាមានខ្មោចលងសាហាវណាស់តែគាត់គិតថាជាពាក្យចចាមរាមប៉ុណ្ណោះដូច្នេះហើយពួកគេមិនខ្លាចទើបចង់ដឹងថាមានខ្មោចលងមែនឬអត់បន្ទាប់មកពួកគេក៏បានសម្រេចចិត្តបបួលគ្នាដើរឆ្លងកាត់ព្រៃនោះតែម្ដងនៅម៉ោងប្រហែល 8 កន្លះយប់ព្រះច័ន្ទរះពន្លឺពណ៌សបានបំភ្លឺឡើងស្ថិតចំកណ្ដាលព្រៃក្រឡេកមើលទៅមានភាពស្ងប់ស្ងាត់បង្កប់ដោយអារម្មណ៍ភ័យព្រួយពេលពួកគេដើរចូលដល់ដើមចំបក់ធំនោះដែលមានស្លឹកស្ដើងបុកប៉ះគ្នាដោយខ្យល់ត្រជាក់បង្កើតជាសំឡេងស៊ូដូចជាមាននរណាម្នាក់កំពុងដកដង្ហើមនៅពីឆ្ងាយពេលនោះតារានិយាយថាអីយ៉ាសំឡេងខ្យល់ប៉ុណ្ណឹងមានអ្នកណាទៅខ្លាចទៅតែតារានិយាយមិនទាន់បានចប់ផងស្រាប់តែមានសំឡេងខ្លះពីលើមែកចំបក់ឮសូរងាសំឡេងនៅឆ្ងាយតែឮស្រាលដូចជាក្មេងទើបកើតយំសុភាបានឈប់ដើរហើយភ្នែកមើលឆ្វេងស្ដាំផ្ទៀងត្រចៀកស្ដាប់ក៏និយាយថាសំឡេងក្មេងយប់នៅទីនេះខ្ញុំគ្មានឃើញអ្វីផងពេលនោះមែកចំបក់នៅលើចាប់ផ្ដើមរង្គើបន្តិចម្ដងដូចជាមានអ្វីមួយកំពុងរត់លើមែកចំបក់ពេលពួកគេបន្តដំណើរទៅមុខទៀតសុភាបានដើរក្រោយគេហើយដើរយឺតជាងគេគាត់បានក្រឡេកមើលទៅមែកចំបក់
ស្រាប់តែឃើញមនុស្សស្រីមួយស្លៀកពាក់ពណ៌ខ្មៅសក់វែងធ្លាក់អន្លាយដល់ចុងជើងអង្គុយលើមែកឈើកំពុងបំពេកូនជាមួយសំឡេងអឺ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 ដែលមានភ្នែកសស្លេកដើមដៃវាស្ដើងដូចជាឆ្អឹងបាក់មាត់វាភ្លឺពណ៌ក្រហមដូចជាមានសាច់ជាប់នឹងធ្មេញសុភាបានស្រែកថាមានខ្មោចពួកគេចាប់ផ្ដើមរត់ចេញពីដើមចំបក់យ៉ាងលឿនបេះដូងចាប់ផ្ដើមលោតញាប់រៀងខ្លួនខ្យល់ត្រជាក់ក៏បក់តាមពីក្រោយលាយនឹងសំឡេងអឺ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 ដែលឮខ្លាំងឡើងពេលគេរត់ឆ្ពោះទៅក្បែរអន្លង់ដីមួយមានសូរដូចជាមានអ្វីធ្លាក់ពីលើដើមឈើហើយដូចជាជើងមនុស្សឬអ្វីមួយកំពុងឈរនៅតាមពីក្រោយភ្លាមនោះពួកគេចាប់ផ្ដើមមានអារម្មណ៍ថាសំឡេងនោះមិនមែនត្រឹមពីក្រោយយើងទេតែវាឮឡើងមកពីលើក្បាលទៀតផងដូចមាននរណាអង្គុយលើមែកឈើពីលើខ្លួនពួកគេអញ្ចឹងហើយបំពេកូនជាមួយសំឡេងស្អិតមិនសូវឮច្បាស់រត់ទៅដល់ខាងមុខក៏មកដល់ក្បែរទន្លេមួយពន្លឺព្រះច័ន្ទចាំងឆ្លុះលើផ្ទៃទឹកប្លែកហាក់ដូចជាមានមនុស្សស្រីម្នាក់ឈរលើច្រាំងមាត់ទឹកធ្វើសំឡេងខ្លាំងដូចជាកំពុងយំលើដៃនាងមានកូនតូចមួយដែលកំពុងតែបីមិនទាន់មានមុខមានតែស្បែកភ្លឺក្រណាត់ពណ៌ខ្មៅនិងក្បាលទទេពួកគេឈប់ឈរមើលមួយភ្លែតស្រាប់តែនាងលើកកូនឡើងដោយកាន់កហើយលើកងើបមុខឡើងតែនាងគ្មានភ្នែកទេមានតែរន្ធខ្មៅជ្រុងពីនៅលើផ្ទៃមុខដែលហូរឈាមមកតក់ចេញពីរង្វង់ភ្នែកនាងពេលពួកគេនិយាយថាឲ្យនាងចេញពីនោះទៅម្នាក់ស្រីនៅក្បែរទន្លេនោះបានស្រែកមួយសំឡេងធំហើយប្រែក្លាយជាសំឡេងសុំកូនទៅវិញឲ្យកូនខ្ញុំមកវិញមកឲ្យកូនខ្ញុំមកវិញមកឮដូច្នេះពួកគេចាប់ផ្ដើមកាន់ដៃគ្នារត់ទៅមុខតទៀតតែបានបាត់ម្នាក់ទៀតឈ្មោះសុភាមិនដឹងបាត់ទៅណាទេដោយពួកគេបានស្រែកហៅយ៉ាងណាក៏សុភាមិនឆ្លើយតបដោយឮសំឡេងអឺកាន់តែមកជិតដូចវាកំពុងបំពេកូននៅនឹងត្រចៀកពួកគេតែពួកគេបានរត់ចេញមកក្រៅក៏បានជួបនឹងតាចាស់ម្នាក់ហើយក៏បាននិយាយរឿងដែលបានឃើញទៅកាន់គាត់តាចាស់ម្នាក់នោះមានឈ្មោះថាតាធីបាននិយាយប្រាប់ថាដើមចំបក់នោះមិនមែនធម្មតាទេចៅច្រើនឆ្នាំមុនមានស្ត្រីម្នាក់បានស្លាប់ពេលដែលសម្រាលកូនកើតនៅក្រោមដើមចំបក់នេះតែម្ដងតែនាងក៏បានស្លាប់ទៅទាំងដែលនាងមិនទាន់បានលើកកូន3ម្ដងផងព្រលឹងរបស់នាងនៅរកកូនរហូតដល់ថ្ងៃនេះពេលនោះអ្នកភូមិក៏បានចេញមកមើលដែរតាធីនិងមនុស្សអ្នកភូមិបានកាន់ធូបទៅស្វែងរកសុភាតាមការឆ្លងកាត់ព្រៃស្ទើរពេញមួយយប់ពួកគេចូលដល់កន្លែងដើមចំបក់ធំនោះវិញស្រាប់តែឃើញសុភាដេកសន្លប់នៅក្រោមដើមចំបក់ដូចជាមាននរណាម្នាក់មកចាប់គាត់មកទីនេះ
ដោយមើលដោយលើខ្លួនរបស់គេមានស្នាមដៃស្រាលៗនៅត្រង់កនិងនៅដើមដៃតែចម្លែកនៅលើចង្កាខាងស្ដាំរបស់គាត់មានស្នាមមួយដូចជាក្បាលទារកតូចអ្នកភូមិក៏យកសុភាទៅផ្ទះវិញនៅយប់នោះវាមានសំឡេងចម្លែកនៅនឹងដើមចំបក់មានខ្យល់បក់រលាស់ដូចជាមាននរណាឡើងដើមចំបក់នោះវិញតែចាប់ពីពេលនោះមកអ្នកភូមិតែងតែធ្វើបុណ្យឧទ្ទិសបួងសួងសុំឲ្យព្រលឹងវិញ្ញាណខ្មោចតៃហោងទាំងឡាយឲ្យទៅចាប់ជាតិសារជាតិថ្មីហើយមកដល់ពេលបច្ចុប្បន្ននេះនៅតំបន់នោះលែងមានដំណឹងខ្មោចលងទៀតហើយ